សួស្តីពីទីក្រុងម៉ូរ៉េអាល់នេះភរិយាខ្ញុំសុផាណាបងស្រីមួយសុខួរគាត់អញ្ជើញមកដល់ម្សិលមិញឥឡូវពីព្រលឹមងើបដើរនៅទីក្រុងម៉ូរ៉េអាល់នេះក្នុងទីក្រុងម៉ូរ៉េអាល់ណាប៉ុន្តែគាត់ថាវាបាក់កន្លែងគេទុកសួនគេសម្រាប់គេអត់ផ្លាញព្រៃព្រឹក្សានេះឃើញគេទុកឲ្យយើងដើរកម្សាន្តព្រោះព្រៃឈើវាclean វាសម្អាតអាខ្យល់អាក្រក់មិនចឹងហ៎តែបងចានឹងបាទហើយទីក្រុងម៉ូរ៉េអាល់នេះឥឡូវនេះជិត4លាននាក់ហើយចវាយក្រុងជាស្រីហើយអ្នកភៀសខ្លួនមកឆ្នាំ80ប្រហែលពួកខ្ញុំនេះឯងឥឡូវគាត់ទៅជាចវាយក្រុងហើយគាត់មកពីប្រទេសឈីលីហើយគាត់និយាយស្ប៉ានីសហ្នឹងហើយប៉ុន្តែគាត់រៀនបានខ្ពស់ទៅហើយគាត់ឈរឈ្មោះទៅគាត់ជាប់ទៅជាចវាយក្រុងទីក្រុងម៉ូរ៉េអាល់បងអញ្ជើញមកច្រើនដងមិនចឹងម៉ូរ៉េអាល់បងណាចាមកតាំងពីលោក Trudeau នៅជាសកម្មជននៃគណៈបកគាត់ចាកាលហ្នឹងសុខាហើយនឹងព្រឹត្តិមាជូនបងទៅលោក Trudeau ហ្នឹងឡើងប្រហែលជាអាយុជាង20 70អញ្ចឹងអត់តន់ជាប់ទេហ៎អត់ទេបកគាត់អត់ឈ្នះផងហ្នឹងកាលហ្នឹងចាហើយទីស្នាក់ការរបស់គាត់នៅផ្ទះដូចជាផ្ទះល្វែងឯមួយអញ្ចឹងណាចាអញ្ចឹងគាត់នៅក្មេងមានរូបណាចាអូទ្រីដូជាប់ប្រហែលអាណត្តិដូច3អាណត្តិណាទ្រីដូចាប៉ុន្តែឪពុកគាត់នោះជាលោកTrudeau ហ្នឹងតែម្ដាយគាត់ហ្នឹងជាអ្នកល្បីសម្បើមចាបានគេទុកគេមរតកហ្នឹងទៅកូនគេហ្នឹងហើយឪពុកគាត់ជា Trudeau ទៅហើយកូនរបស់គាត់នេះ Justin Trudeau បាទប្រធាននាយករដ្ឋមន្ត្រីមុននេះឃើញគេទុកគេមរតកហ្នឹងវាមិនមែនទុកឲ្យគេជូនទៅកូនគេទេតែត្រូវតែបន្តសម្រាប់បកហ្នឹងឲ្យទៅជាបកដែលកាន់អំណាចសម្រាប់ប្រទេសគេចាហ្នឹងហើយព្រោះ Justin Trudeau គាត់មិនឪពុករុញឲ្យឡើងឯណាគាត់បោះឆ្នោតចឹងគឺគាត់បោះឆ្នោតមកប្រហែលមកឈ្នះចាមកឈ្នះហ្នឹងហើយអ្វីដែលជាការសំខាន់សម្រាប់យើងជាអ្នកប្រជាធិបតេយ្យដែលយើងចង់បានឃើញមានការអភិវឌ្ឍមួយអញ្ចឹងនេះនៅកណ្ដាលក្រុងប៉ុន្តែមានសួនគេរក្សាសួនគេបាទមើលហើយភាពនេះបរិស្ថានហើយតែសួនមួយមានតាំងពីសួនកុមារហ្នឹងហើយសហគមន៍ណាភូមិណាក៏ត្រូវមានសាលារៀនត្រូវមានមជ្ឈមណ្ឌលសុខភាពមែនហ្នឹងគឺមកកំភ្លេមកកញ្ចប់គេតែម្ដងអញ្ចឹងដែលយើងចង់ធ្វើបោះឆ្នោតឲ្យមានក្រុមប្រឹក្សាឃុំសង្កាត់នៅប្រទេសយើងហ្នឹងជាគំនិតល្អនៅក្នុងការអភិវឌ្ឍមូលដ្ឋានប៉ុន្តែដល់គណៈបកប្រជាជនគាត់យកអានឹងធ្វើជាអំណាចរបស់គាត់មិនចែកចាយឲ្យពលរដ្ឋចូលរួមគាត់យកតែសិលឹកឆ្នោតមកឲ្យតែឈ្នះហើយគាត់កាន់កាប់ស្រេចគាត់អញ្ចឹងបានជាឧទាហរណ៍អំពើពុករលួយនៅក្នុងមូលដ្ឋានហ្នឹងណាដូចជាបកគោភ្លើង$1-2,000ហ្នឹងចាតាមស្ដាប់ទៅហ្នឹងគឺជាថវិកាអភិវឌ្ឍឃុំសង្កាត់តាបាទហើយបើនៅប្រទេសនេះរបៀបហ្នឹងលុយនៅក្នុងសហគមន៍របស់គេជាមកពីការបង់តាយហ្នឹងពលរដ្ឋរបស់គេមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទាមទារឲ្យមើលពីគណភាពតែលុយនឹងចាយយ៉ាងម៉េចបាទត្រូវបង្ហាញគេហើយត្រូវបញ្យលគេទៅតែបញ្យលមិនត្រូវនឹងគេដេញទម្លាក់ចាហើយនៅប្រទេសយើងបើជាប្រព័ន្ធនិយាយជាបកគោលការណ៍ល្អមានក្រុមប្រឹក្សាឃុំសង្កាត់មានថវិកាសម្រាប់អភិវឌ្ឍឃុំសង្កាត់មានទាំងអស់ចាគ្រាន់តែគណៈបកកាន់អំណាចនឹងគាត់យកអំណាចនឹងយកមកគ្រប់គ្រងជារបស់គាត់អីក៏ជារបស់គាត់ហើយមហាជនប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគាត់ហើយគឺអស់មានសិទ្ធិតែយើងវិញដល់យើងអស់សិទ្ធិយើងគិតថាយើងអស់សិទ្ធិយើងឈប់តាមដានជាពលរដ្ឋយើងឈប់តាមដាននៅស្រុកនេះអត់ទេគេតាមដានរហូត
ពីព្រោះគេមានគណៈបពប្រឆាំងនៅមូលដ្ឋានគេមានអ្នកសារព័ត៌មានឯករាជ្យនៅមូលដ្ឋានណាចាគឺជាវប្បធម៌យើងចង់ឲ្យមានការផ្លាស់ប្ដូរនេះបាទតាមត្រូវការផ្លាស់ប្ដូរអភិវឌ្ឍជាតិអភិវឌ្ឍសហកម្មពីសហគមន៍ឡើងដល់ឈរលើគោលការណ៍មួយដែលថាពលរដ្ឋជាធំទៅណាក៏ដោយគឺពលរដ្ឋជាធំអភិវឌ្ឍនៅក្នុងន័យដែលថាឲ្យមានឱកាសស្មើគ្នានៅក្នុងការទទួលបាននៅការអប់រំការទទួលបាននៅទឹកស្អាតដីធ្លីព្រះសម្បែងនៅបានសំរុំពីមូលដ្ឋានហ្នឹងទៅបើអត់ទេអាការអភិវឌ្ឍនៅវាកម្រិតរវាងអ្នកមាននិងអ្នកក្រវាធ្ងន់ធ្ងរពេកចុះបើសិនខ្ញុំសួរថាវិញព្រោះមានអ្នកខ្លះគេថាប្រៀបធៀបនឹងពីសម័យប៉ុលពតមកឥឡូវបានយ៉ាងរីកចម្រើនប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតគាត់បែបគាត់មិនដែលឃើញស្រុកគេត្រឹមត្រូវស្រុកគេដែលគេរីកចម្រើនមែនតែនពិតប្រាកដណាតែហើយជាអញ្ចឹងបានគាត់សួរថាចង់បានប្រហែលទៀតណាខ្ញុំយល់ឃើញថាគាត់ដឹងពីព្រោះគាត់ដើរគ្រប់កន្លែងហ្នឹងហើយកូនអ្នកធំរៀនសិទ្ធិសាលាកំពូលគាត់តែគាត់មានគោលផែនការមួយគឺគាត់គ្រប់គ្រងមួយជីវិតរបស់គាត់មកពូជរបស់គាត់ដោយលោកហ៊ុនសែនគាត់និយាយហើយបើមិនខ្ញុំឮទៀតអ្នកឯងពួកអ្នកតកូលនេះកតោសុកតកូលសៅឯណាអត់មានសិទ្ធនិយាយពីនេះអត់មានសិទ្ធនឹងមកកាន់កាប់ប្រទេសកម្ពុជាទេមានតែតកូលទេវតាទេបានមានសិទ្ធយើងនិយាយចឹងមានន័យថាគាត់ធ្វើអីក៏ដោយគឺសម្រាប់ត្រកូលគាត់មិនមែនសម្រាប់ជាតិទេបាទអាហ្នឹងជាគោលការណ៍គឺខុសអញ្ចឹងមកចាអញ្ចឹងយើងជាពលរដ្ឋនេះយើងត្រូវធ្វើម៉េចយើងត្រូវបង្ហាញមកវិញថាសិទ្ធិដែលមានគឺនៅលើយើងយកទៅប្រើគឺសន្លឹកឆ្នោតរបស់យើងពេលបោះឆ្នោតពេលអីហ្នឹងគឺយើងយកសន្លឹកឆ្នោតហ្នឹងយើងវាតម្លៃថាតើភូមិរបស់ខ្ញុំខ្ញុំរស់នៅប៉ុណ្ណឹងណាមានដីមានស្រែមានចម្ការប៉ុន្តែចិត្តតែបាត់ទៅឲ្យអ្នកវិនិយោគទៅបាត់ទៅឲ្យយើងទៅលក់យកមកដើម្បីឲ្យកូនទៅរៀនដើម្បីយកទៅមើលសុខភាពរបស់យើងអានឹងមានន័យថានៅក្នុងភូមិអភិវឌ្ឍភូមិរបស់យើងនោះវាអត់គ្រប់គ្រាន់វាមានអំពើពុករលួយឬថាវិការជាតិនោះអត់គ្រប់គ្រាន់នឹងបើសិនជាគណៈបកដដែលនៅតែកាន់របៀបនឹងរាប់សិបឆ្នាំកូនខ្ញុំចំពោះយើងជាពុកម្ដាយជាជីដូនជីតាលំបាកប៉ុណ្ណឹងចុះកូនយើង10-20ឆ្នាំក្រោយមកតែគ្នាបានសនុកជាងនឹងអត់មានទេអញ្ចឹងបើយើងនិយាយអំពីថាប្រៀបធៀបនឹងពលពតមានយើងសួរមើលខាងប្រទេសជិតខាងយើងដូចពួកវៀតណាមគេមានប្រៀបធៀបពីសម័យចម្បាំងជាមួយនឹងអាមេរិកឯងគេហ៊ានប្រៀបធៀបប៉ុន្តែក្នុងការប្រៀបធៀបរបស់គេយកមកដើម្បីបង្ហាញឃើញថាឥឡូវគេកម្លាំងធនធានមនុស្សរបស់គេសេដ្ឋកិច្ចរបស់គេអាចមកជជែកតវ៉ាធ្វើជំនួញជាមួយសហរដ្ឋអាមេរិកបានហើយយើងអត់ទេលើកដៃសំពះគេសុំជំនួយគេរហូតមែនហ្នឹងចាបើយើងប្រៀបធៀបទៅសម័យពលពតចាំមានន័យថាដឹកនាំនឹងអត់មានទៅឆ្ងាយពីណាពីសម័យពលពតទេឃើញទេបើគាត់ចង់និយាយអញ្ចឹងគាត់សួរខ្លួនគាត់តើកូនគាត់សម័យហ្នឹងទៅរៀននៅណាចៅគាត់ទៅរៀននៅណាឃើញគាត់ឲ្យចៅគាត់មកចាប់ដើមធ្វើជារៀនធ្វើជាអ្នកដឹកនាំទៅហើយហ្នឹងប៉ុន្តែចៅអស់ហ្នឹងមិនមែនរៀននៅស្រុកខ្មែរណាអត់ទេរៀននៅបរទេហ៎និយាយអញ្ចឹងខ្ញុំរឿងខ្ជះខ្ជាយថាវិការរដ្ឋហ្នឹងខ្ញុំចង់និយាយរឿងឆ្នាំមុនហ្នឹងយើងជួបនៅប៉ារីសណាតែយើងចេញពីប៉ារីសជាមួយផាណានេះមកដល់ airport ខ្ញុំពងចាំកប៉ាល់ហោះខ្ញុំនៅតែត្រត់នៅក្នុងពលានហ្នឹងនៅក្នុងកន្លែង waiting room ហ្នឹងសាប់ឃើញឡាន Mercedes ប្រហែលជា5ខ្មៅคลิกខ្ញុំថាអូអីក៏សម្បើមណាគេតួកុនស្អីមកពីណាដល់ហើយដល់គេចតហើយចេញមកឃើញអាស៊ីដល់ឃើញអាស៊ីខ្ញុំថាអូ
ពួកហ្វីលីពីនពួកថៃពួកអីមិនដឹងទេណា ចា ចេញមកអាមិនអាថងយកវ៉ាលីយកអីចេញពីយករត់បើកទ្វារបើកអីឲ្យហើយដឹងណាគេគាត់ធ្វើអី គាត់ខាងវប្បធម៌ណា អូ មុខបុកជ្រុងសំទោសសក់ការ៉េ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បាទមិនឈ្មោះស្អី មួយក៏រស់តាតែគាត់អត់ឃើញ លោកអីគេកូនលោកតាឈិងផុនឈិងហ្នឹងស្រី ស្រីបាទអស់ចាមែនហើយកណ្ដុងនឹងផុនណាមិនក៏ថតមិនទាន់ក៏ដាក់វីដេអូថតមិនទាន់ ចា នឹងចង់និយាយថាហេតុអីតែហេតុអីអ្នកស្ដេចឡើង4-5ហេតុអីអាមីអាថោងឡើង4-20មកចូលហេតុអីមើលយើងមកទស្សនៈកិច្ចយ៉ាងណាក៏ដោយឯគូខ្ជះខ្ជាយសម្បើម៉េះ ចា ហើយជួលគេឲ្យសិតតែឡានថ្មីឡានថ្លៃអញ្ចឹងគឺអាហ្នឹងមិនតែម្ដងទេលើកមុនអញ្ចឹងដែរអង្កលអ្នកអ្នកដែលទៅនេះជួបនៅប៉ារីដែរអ្នកដែលមេធាវីគាត់មកប្រឆាំងលោកសាមរ៉ាស៊ីណាអូ តិច បាទប៉ុន្តែក្រុមគាត់នឹងប្រហែល10នាក់ទេ ចា ហើយគេទៅមើលទៅដឹងហ្មងដឹងថាវាអយុត្តិធម៌ហ្មងណា ចា គេមានលុយយកលុយប្រជាជនប្រជារាស្ត្រខ្មែរលុយខ្ចីគេយកមកធ្វើរបៀបហ្នឹងសម្ដែងរបៀបហ្នឹងណាឃើញទៅតូចចិត្តហេតុអីបានរឿងអញ្ចឹងកាត់នៅស្រុកខ្មែរប្រទេសក្នុងពិភពលោករាប់រយប្រទេសដូចធ្លាក់មកលើយើងតែម្នាក់ហ្នឹងខែផ្សេងគេក៏មាននិយាយមែនតើណានិយាយមែនតើ ចា អារឿងអញ្ចឹងវាអាចមានប៉ុន្តែវាតិចតួចណាស់វាមិនដូចស្រុកខ្មែរទេណាដែលស្រុកខ្មែរនឹងគឺធ្វើអត់មានអៀនមានខ្មាស់ហ្មងណាអត់មានអៀនមានខ្មាស់ហ្មងណាមិនស្គាល់ខ្មែរដឹងថាអូស្រុកនឹងប្រហែលជាមានសម្បើមកលេងសិតតែអាម៉ៃអាថោងមកលឺវ៉ាលីមេក្សដេសអូដល់ហើយនឹងខ្ញុំចង់បើកវងកញ្ចក់កន្លែងហ្នឹងព្រោះវាឃើញច្រើនដងពេក ចា អារឿងចាស់ជាលុយប្រជារដ្ឋខ្មែរហ្នឹងណា ក្នុងការចេះជ័យហ្នឹងគឺជាក់ស្ដែងមុនរ៉េតបាននិយាយដែរមួយឆ្នាំ1000លានដុល្លារហ្នឹងសម្រាប់តែមន្ត្រីរាជការរដ្ឋាភិបាលកាត់ក្បាលធំណាចារដ្ឋាភិបាលក្បាលធំហ្នឹងបើសិននិយាយកាត់កែតម្រង់ដូចយើងចាស់ទៅចំណេញលុយជាតិហ្នឹងមួយឆ្នាំលុយចំណេញហ្នឹងយើងយកទៅដាក់នៅក្នុងវិស័យសង្គម តាមស្ដាំ តែផ្ទុយទៅវិញវិស័យសង្គមនេះជាតែកាត់ថវិកាជាតិនេះជាតែកាត់ទៅយកទៅដាក់ឥឡូវថាដោយសារមានថៃឈ្លានពានយកទៅដាក់វិស័យការពារជាតិហ្នឹងនឹងសន្តិសុខហ្នឹងគឺមហាផ្ទៃហើយនឹងក្រសួងការពារជាតិហ្នឹង50%នៃថវិកាជាតិទៅហើយរៀងរាល់ឆ្នាំហើយដល់ឥឡូវឃើញថាមានទៅតែកាត់ថវិកាជាតិមានតែកាត់នៅវិស័យអស់ហ្នឹងណាទៅកាត់វិស័យសង្គមអប់រំនិងសុខភាព បាទ ចានៅប្រទេសនេះប្រទេសគេអប់រំបានហើយយើងមិនវិញឆ្ងាយទេយើងមើលប្រទេសវៀតណាមកុំមើលវិញឆ្ងាយអសោះ បាទ ចាមើលប្រទេសវៀតណាមហូជីមីនគាត់បានដាក់ផែនការឲ្យ50ឆ្នាំទៅមុខទៀតត្រូវបានអីហើយគាត់បានមែន បាទ យើងប្រទេសកុម្មុយនីសមានបកតែមួយមែនប៉ុន្តែនៅក្នុងរង្វង់បកគេមានការបោះឆ្នោត បាទ ចាគេមានការរហូតដល់បាញ់សម្លាប់បើសិនជាមានអំពើពុករលួយធ្ងន់ធ្ងរ យកទៅប្រហារជីវិតហ្នឹង បហាជីវិតចាយើងមិនមែនចង់ឲ្យឃើញអញ្ចឹងទេប៉ុន្តែយើងត្រូវមើលថាទូទាំងសកលលោកឥឡូវក៏គេគិតដែរថាប្រព័ន្ធដឹកនាំប្រទេសមានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ 100% ដូចជាកាណាដា បាទ គឺពលរដ្ឋបោះឆ្នោតពិតប្រាកដហើយគណៈបកនីមួយប្រជែងគ្នានៅពេលចុចបោះឆ្នោតហ្នឹងឃោសនាបោះឆ្នោតដោយឈលលើគោលការណ៍ឈ្នះឬចាញ់គេយកគោលការណ៍ហ្នឹងមកអនុវត្តពិតប្រាកដចាមានគណៈពីប្រទេសដែលមានប្រជាធិបតេយ្យ50-50
គឺមានការបោះឆ្នោតមែនប៉ុន្តែការបោះឆ្នោតហ្នឹងដល់ហើយទៅអ្នកដែលឈ្នះហើយគេមិនយកមកអនុវត្តគោលការណ៍គេ 100% ពលរដ្ឋមិនសូវមានសេរីភាពមានគណៈបកមានប្រព័ន្ធគ្រប់គ្រងប្រទេសតែដូចជារាជានិយមណាចាដូចជាម៉ូណាកូអីចាដូចជានៅម៉ារ៉ុកអីហ្នឹងចារាជានិយមសុទ្ធសាធមានគណៈមានប្រទេសដែលជាដឹកនាំរាជានិយមផងប្រជាធិបតេយ្យផងដូចជាអង់គ្លេសអីហ្នឹងចាឃើញប៉ុន្តែអ្វីដែលជាការសំខាន់គឺការបែងចែកអំណាចហើយមានប្រព័ន្ធយន្តការដើម្បីការពារអំណាចមួយហ្នឹងឲ្យមានប្រសិទ្ធភាពអំណាចអ្នកណាគឺអ្នកនឹងមានអំណាចត្រឹមនឹងអត់មានឆ្លងដែនបានទេឧទាហរណ៍យុទ្ធធម៌អំណាចយុទ្ធធម៌ធ្វើការនៅយុទ្ធធម៌មិនអាចនាយករដ្ឋមន្ត្រីមកប្រាប់រដ្ឋមន្ត្រីក្រសួងយុទ្ធធម៌ធ្វើចេះបាទចាអង្គុយសិនបងហ៎ហត់អីអត់ទេអត់អីនេះធម្មតាចាហើយមានប្រព័ន្ធរបស់គ្រប់គ្រងប្រទេសតែកុម្មុយនីសសុទ្ធសាធដោយរុស្ស៊ីកុម្មុយនីសសុទ្ធសាធប៉ុន្តែផ្ដាច់ការតែម្ដងបាទប្រទេសដូចជាកូរ៉េខាងជើងផ្ដាច់ការតែម្ដងអត់មានបោះឆ្នោតមានអីដូចជាប្រទេសចិនក៏កុម្មុយនីសផ្ដាច់ការក្នុងមួយបែបរបស់គេប៉ុន្តែគេមានការបោះឆ្នោតនៅក្នុងផ្ទៃក្នុងគេឡានឆ្លងសិនគេមានគោលការណ៍សេដ្ឋកិច្ចអភិវឌ្ឍរបស់គេច្បាស់លាស់ហើយដូចជាខ្ញុំមាននិយាយលេងខាងវៀតណាមមកគេគឺកុម្មុយនីសគេអត់មានខ្លាចគេកុម្មុយនីសគេកុម្មុយនីសនៅក្នុងការធានាថាពលរដ្ឋគេមានផ្ទះនៅមានដីស្រែចម្ការមានទឹកមកដល់ចការមកដល់ផ្ទះរបស់គេនៅគ្រប់ជនបទណាក៏ដោយយើងមើលទៅតែឆ្លងពីស្វាយរៀងរបស់យើងទៅចូលទៅប្រទេសវៀតណាមខុសគ្នាឆ្ងាយមកបាទទឹកគេមកដល់គ្រប់ទីកន្លែងចាហើយគេខាងនៅវៀតណាមប្រព័ន្ធសុខភាពរបស់គេគឺច្បាស់លាស់ហើយគេដាក់វិនិយោគទៅលើការរៀនសូត្រពលរដ្ឋរបស់គេបើរៀនមិនបានសញ្ញាបត្រទេក៏ចំណេះវិជ្ជាច្បាស់លាស់ក្នុងវិស័យនីមួយៗជំនាញរបស់គេដើម្បីយកធនធានមនុស្សនោះយកមកប្រើការចូលនៅក្នុងសេដ្ឋកិច្ចជាតិទៅជាជនជាតិមនុស្សដែលជាអ្នកផលិតបាទមិនមែនធនធានមនុស្សឲ្យដាក់បន្ទុកទៅលើរដ្ឋបាទដោយសារមនុស្សទាំងអស់នោះពលរដ្ឋរបស់គេដឹងតែពីទៅរៀនដឹងតែពីទៅរកទទួលទានដឹងតែពីគេមានសេវានៅក្នុងសហគមន៍នីមួយៗគ្រប់គ្រាន់ដើម្បីយកពេលវេលាហ្នឹងគឺដឹងតែផលិតសម្រាប់សេដ្ឋកិច្ចនៅប្រទេសចា៎ហ្នឹងហើយឥឡូវបងប្អូនខ្ញុំចង់បង្ហាញបងប្អូនដែលបានអញ្ជើញមកស្រុកក្រៅខ្ញុំចង់បង្ហាញទីក្រុងម៉ូរ៉ាល់នេះជាក្រុងនេះណាបងប្អូនមើលទន្លេស្អាតឃើញអត់មានសម្រាមអីមួយទេបងប្អូនពីព្រោះពន្ធដារដែលយើងបង់ទៅរដ្ឋាភិបាលហ្នឹងគេយកមកថែទាំផ្លូវមើលឡានផ្លូវធំនេះប្រជាជនគេដើរស្មានណាក៏គេមានសុវត្ថិភាពដែរហ៎អូមែនខ្ញុំទៅចូលខ្ញុំទៅចឹងអូខេអើយអាណិតគាត់មកមានញឹកមែនតែនគាត់មានញឹកហ្នឹងហើយអរគុណច្រើនបានបញ្យល់ពីរឿងហ្នឹងហើយអូខេបាទហត់ដល់ពួកខ្ញុំបានធ្វើមក10%គាត់មកខ្ញុំហត់ប៉ុណ្្នឹងហើយចុះល្មមមើលគាត់ធ្វើរាល់ថ្ងៃគ្រប់ប្រទេសហ្នឹងហើយសូមសរសើរសូមអរគុណរស់តែទឹកម្ដងទៅរស់ហើយទឹកម្ដងទេហ្នឹងហើយអូខេអញ្ចឹងសូមជម្រាបលាអ្នកគ្នាជួបថ្ងៃក្រោយជួបគ្នាស្អែកថ្ងៃអាទិត្យនៅវត្តខ្មែរកាណាដាទីក្រុងម៉ូរ៉ាល់អរគុណជម្រាបលា